កម្ពុជាបានដាក់លិខិតប្តឹងជាផ្លូវការទៅអគ្គសេនាធិការកងទ័ពហ្វីលីពីនបន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃបានឆ្លងចូលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់ជិតប្រាសាទខ្នាអមដោយកងកម្លាំងប្រដាប់អាវុធថៃដោយមិនបានជូនដំណឹងឬសុំការយល់ព្រមពីកម្ពុជាទាល់តែសោះបន្ទាប់ពីចូលទៅក្នុងតំបន់នោះក្រុមនេះក៏បានធ្វើសកម្មភាពដាំកូនឈើទៀតផងកម្ពុជាចាត់ទុកថាសកម្មភាពនេះផ្ទុយទៅនឹងគោលការណ៍អព្យាក្រឹតភាពនិងការកសាងទំនុកចិត្តដែលជាមូលដ្ឋានគ្រឹះនៃយន្តការក្រុម AOT យោងតាមលិខិតរបស់នាយឧត្តមសេនីយ៍វងពិសេនអគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទផ្ញើជូននាយឧត្តមសេនីយ៍រ៉ូមីអូប្រៅណឺ Junior អគ្គសេនាធិការកងទ័ពហ្វីលីពីនដែលអ្នកសារព័ត៌មានបានឃើញនៅថ្ងៃទី2ខែកក្កដាឆ្នាំ2026កម្ពុជាអះអាងថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី26ខែមិថុនាឆ្នាំ2026នៅតំបន់ជិតប្រាសាទខ្នាស្ថិតនៅក្នុងស្រុកចុងកាលខេត្តឧត្តរមានជ័យកម្ពុជាបានបញ្ជាក់នៅក្នុងលិខិតបណ្ដឹងថាខ្លួនតែងតែអនុវត្តនីតិវិធីជូនដំណឹងនិងសម្របសម្រួលជាមួយភាគីថៃចំពោះរាល់សកម្មភាពរបស់ក្រុម AOT ក្នុងលិខិតបណ្ដឹងក៏បានភ្ជាប់ផែនទីដែលជាភស្តុតាងបញ្ជាក់ពីតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាផងដែរកម្ពុជាបានស្នើឲ្យអគ្គសេនាធិការកងទ័ពហ្វីលីពីនពិនិត្យឡើងវិញចំពោះហេតុការណ៍ខាងលើនិងធានាថានាយទាហាននៃក្រុម AOT ទាំងអស់គោរពយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌយោងរក្សាអព្យាក្រឹតភាពនិងអនុវត្តបេសកកម្មស្របតាមគោលបំណងនៃយន្តការកសាងទំនុកចិត្តរវាងកម្ពុជានិងថៃមិនទាន់មានព័ត៌មានពីការឆ្លើយតបពីអគ្គសេនាធិការកងទ័ពហ្វីលីពីនចំពោះបណ្ដឹងរបស់កម្ពុជានៅឡើយគិតត្រឹមម៉ោងចេញផ្សាយសូមរំលឹកថាក្រុម AOT ត្រូវបានបង្កើតឡើងក្រោមយន្តការនៃការកសាងទំនុកចិត្តរវាងកម្ពុជានិងថៃដើម្បីចូលរួមសង្កេតការណ៍និងជួយបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនខណៈដែលកងទ័ពហ្វីលីពីនទទួលបន្ទុកដឹកនាំយន្តការនេះខ្ញុំរស់សុធាពី News Today NTTV